នេះជាប្រេងរឹតល្ងខ្មែរជាផលិតផលរបស់ខ្មែរហើយប្រកែមែនតែនតើតងបញ្ហាឈឺចាប់តាមសន្លាក់ឈឺចុកចាប់សាច់ដុំក្រិចថ្លោះអីប្រើតែបន្តិចលាបរឹតឆ្លីម៉ាសាអីគឺថាល្អមែនតែនហើយលាបរឹតទៅក្តៅស្រួលហើយស័ក្តិសមជាមួយនឹងចាស់ចាស់ឈឺជង្គង់ចង្កេះមែនតែនហើយបងប្រុសគាត់លេងកីឡាខ្ញុំគាត់ទិញ1គីឡូយកទៅចែកក្រុមការងាររបស់គាត់ប្រើគេទៅល្អមែនតែនណាផលិតផលរបស់ខ្មែរមិនចាញ់ផលិតផលថៃប្រហែលទេបងប្អូនអាចប្រើត្បូងមិនតាន់ស្វាមជាមួយនឹងគុណភាពជាមួយនឹងផលិតរបស់វាប៉ុន្តែខ្ញុំធានាថាផលិតផលរបស់ខ្មែរហ្នឹងគឺល្អពិតមែនបងប្អូនហើយមិនមែនតែមានតែផលិតផលប្រេងនឹងមួយទេបងប្អូនខ្មែរឥឡូវក៏មានសិប្បកម្មតាក់ទងប្រេងកាឡាប្រេងរឹតហ្នឹងក៏មានច្រើនដែរអញ្ចឹងបងប្អូនជួយគ្រប់គ្រងមិនថាប្រេងរឹតល្ងខ្មៅមិនថាប្រេងរឹតផ្សេងៗទៀតដែលជាស្នាដៃរបស់ផលិតផលកូនខ្មែរហើយវត្ថុធាតុដើមយកមកធ្វើប្រេងរឹតហ្នឹងมันខ្វះទេនៅស្រុកខ្មែររបស់យើងណាហើយសុទ្ធតែល្អផលទៅមានគុណភាពយទៅផលិតផលរបស់ខ្មែរគឺគិតពីគុណភាពហើយតម្លៃវិញគឺថាធូរថ្លៃជាងផលិតផលនៅក្រៅស្រុកបងប្អូនពីមុនមកយកច្រឡំថាផលិតផលក្នុងស្រុកថ្លៃគឺមានមួយចំនួនគឺផលិតផលស្តង់ដារអត្រីជាតិអានឹងថ្លៃប៉ុន្តែមួយចំនួនក៏ធូរថ្លៃដែរហើយតកតងការជប់ចងនេះគឺជាផលិតផលរបស់ចិនណាហើយល្អប្រមែនតែអញ្ចឹងអត់ប្រើភ្លើងប្រើអីទេមានសុវត្ថិភាពនៅក្នុងការប្រើប្រាស់មកបងអាចកំងបាន